ហើយសម្រាប់នេះគឺជាទ្វារទី2បាទជាទ្វារដែលសកម្មជាងគេបង្អស់បាទសម្រាប់នៅជន់ក្រោមជាផ្លូវដែលឡើងទៅជន់លើបងប្អូនបាទអញ្ចឹងបាទសម្រាប់បងបាទខ្ញុំបាទក៏សូមទោសទៅដល់ពុកម៉ែបងប្អូនផងដែរដែលវីដេអូមុនបាទខ្ញុំបាទបានជម្រាបពុកម៉ែបងប្អូនថាផ្លូវចូលបាទសម្រាប់ពលានយន្តហោះបាទនៅជន់ក្រោមបាទសម្ដេចតេជោឬក៏ហៅកាត់ថាបាទ KTI សម្រាប់ជនក្រមខ្ញុំវីដេអូមុនគឺខ្ញុំបានប្រាប់ថាមានចំនួន2ផ្លូវបាទឬក៏2ទ្វារបាទតែវីដេអូនេះខ្ញុំជម្រាបមកវិញគឺយើងមាន3ទ្វារសម្រាប់ជនក្រមបាទនេះគឺទ្វារទី3បងប្អូនដែលយើងអាចដើរចូលទៅក្នុងបានបាទហើយសម្រាប់នេះគឺជាទ្វារទី2បាទជាទ្វារដែលសកម្មជាងគេបង្អស់បាទសម្រាប់នៅជន់ក្រោមអញ្ចឹងគឺទ្វារទី2គឺជាទ្វារដែលសកម្មហើយចំកណ្ដាលបាទហើយនេះគឺជាទ្វារទី1បាទជាទ្វារដែលពួកខ្ញុំតែងតែយកអីវ៉ាន់ចូលបាទសម្រាប់ទ្វារទី1នេះផងដែរអញ្ចឹងសម្រាប់ជនទី3បាទចុះសំទោសបាទជនលើគឺមាន3បាទទ្វារដូចគ្នាផងដែរសម្រាប់ពលានយន្តហោះបាទហើយសម្រាប់ជនក្រោមក៏មាន3ទ្វារដូចគ្នាដែរបាទអញ្ចឹងគឺខ្ញុំបាទសូមអភ័យទោសសម្រាប់វីដេអូមុនដែលខ្ញុំបានបកស្រាយខុសហើយនេះគឺជាផ្លូវដែលឡើងទៅជន់លើបងប្អូនបាទអញ្ចឹងបាទសម្រាប់បងដែលទៅជន់លើគឺគាត់ឡើងមកបែបផ្លូវហ្នឹងបាទនេះគឺជាផ្លូវដែលត្រូវឡើងទៅជន់លើដែលមាន3ទ្វារដូចគ្នាផងដែរអរគុណសូមជួយ follow ផងដែរ